តវត្សទី21គឺបច្ចុប្បន្ននេះប្រទេសកម្ពុជារបស់យើងតាមការគិតរបស់អាត្មាភាពដែលបានរៀនទាក់ទងនឹងច្បាប់ទាក់ទងនឹងការធ្វើការទូតកន្លងមកគឺប្រទេសកម្ពុជាយើងនៅខ្វះចន្លោះរឿងមួយនោះគឺនីតិពាណិជ្ជកម្មប្រទេសកម្ពុជាយើងគួរតែបង្កើតច្បាប់ពាណិជ្ជកម្មព្រោះថាច្បាប់ពាណិជ្ជកម្មនេះគឺវាអាចធ្វើឲ្យកម្ពុជាយើងរីកចម្រើនលឿននោះគឺយើងដឹងហើយថាប្រទេសកម្ពុជាយើងមានសភាពាណិជ្ជកម្មប៉ុន្តែយើងមិនទាន់មានច្បាប់ពាណិជ្ជកម្មទេហើយច្បាប់ពាណិជ្ជកម្មនេះយើងគួរតែបង្កើតព្រោះវាផ្ដល់ផលប្រយោជន៍ដល់កម្ពុជាយើងជាច្រើនចំពោះបរទេសដែលមានលុយច្រើនពួកសេដ្ឋីដែលមានលុយច្រើននៅបរទេសគេចង់មកធ្វើការរកស៊ីបើកការរកស៊ីនៅកម្ពុជាបើកដូចជាក្រុមហ៊ុនអីជាដើមគឺពួកគេត្រូវសិក្សាពីច្បាប់ទម្លាប់របស់ខ្មែរតើស្រុកខ្មែរយើងមានច្បាប់ការពារក្តីច្បាប់ការពារពាណិជ្ជកម្មរបស់គេទេនៅពេលដែលយើងបង្កើតច្បាប់ពាណិជ្ជកម្មរួចហើយបរទេសដែលមានលុយច្រើនគេនឹងបង្កើតរោងចក្រការធ្វើវិនិយោគរកស៊ីជាមួយយើងកាន់តែច្រើនក្រុមហ៊ុនកាន់តែច្រើនបង់ពន្ធលុយចូលរដ្ឋលុយចូលជាតិកម្ពុជាកាន់តែច្រើនហើយសេដ្ឋកិច្ចកម្ពុជានឹងកាន់តែខ្លាំងហើយចំណុចមួយទៀតគឺប្រជាជនកម្ពុជារបស់យើងគឺមិនចាំបាច់ទៅធ្វើការនៅបរទេសទៅកាន់ប្រទេសជិតខាងហើយពួកគាត់មិនខ្វះការងារធ្វើទេហើយចំណុចមួយទៀតបើកម្ពុជាយើងមិនចង់ឲ្យប្រទេសណាឈ្លានពានទីមួយកម្ពុជាយើងត្រូវទំនាក់ទំនងផ្លូវការទូតដូចជាការធ្វើពាណិជ្ជកម្មទីផ្សារសេរីទ្រឹស្ដីក្នុងទីផ្សារសេរីនេះគឺការប្រកួតប្រជែងហើយទំនាក់ទំនងរកស៊ីជាមួយប្រទេសណាដែលសេរីដែលមានលទ្ធិប្រជាធិបតេយ្យឧទាហរណ៍ដូចជាអាមេរិកឧទាហរណ៍ថាក្រុមហ៊ុនប្រទេសសេរីក្រុមហ៊ុនអាមេរិកមករកស៊ីធ្វើការនៅប្រទេសយើងកាន់តែច្រើននៅពេលនោះគ្មានប្រទេសជិតខាងណាហ៊ានឈ្លានពានប្រទេសកម្ពុជាយើងជាដាច់ខាតប្រសិនបើកម្ពុជាយើងប្រសិនបើប្រទេសណាហ៊ានឈ្លានពានកម្ពុជាគឺខាតបង់ការរកស៊ីរបស់ប្រទេសសេរីរបស់ប្រទេសមហាអំណាចហើយពួកទាំងអស់នោះនឹងថ្កោលទោសប្រទេសណាដែលឈ្លានពានប្រទេសយើងទី1បិទសេដ្ឋកិច្ចប្រទេសនោះបិទសេដ្ឋកិច្ចដូចជាលុយចុះថោកទំនិញឡើងថ្លៃហើយទំនិញរបស់ប្រទេសដែលមកឈ្លានពានប្រទេសយើងគឺមិនឲ្យនាំចូលទៅកាន់ទីផ្សារសេរីទេហើយបើសិនជាថ្កោលទោសហើយមិនស្ដាប់ពួកអស់នោះនឹងជួយដូចជាសិភាវុធយោធារបស់ពួកគេមកកាន់ប្រទេសយើងនេះគឺជាអាវក្រោះដ៏រឹងមាំសម្រាប់ប្រទេសយើងហើយនៅពេលនោះយើងមិនចាំបាច់បង្កើតកងទ័ពមិនចាំបាច់ទិញអាវុធនាំទៅអស់លុយទេហើយកម្ពុជាយើងគឺមានដែនសមុទ្រអាចបង្កើតកំពង់ផែអាចផ្ទុកទំនិញបរទេសណាដែលនាំចេញទៅកាន់ទីផ្សារសេរីឬក៏នាំយកមកលក់ដូរនៅកម្ពុជាយើងហើយចូលកំពង់ផែរបស់យើងហើយក្នុងកប៉ាល់មួយត្រូវបង់ពន្ធប៉ុន្មានចូលជាតិរបស់យើងទំនិញមួយក្នុងមួយខែដែលផ្ទុកនៅកម្ពុជាយើងត្រូវបង់លុយប៉ុន្មានចូលជាតិរបស់យើងហើយកម្ពុជាត្រូវបង្កើតសេវាកម្មទេសចរឲ្យស្អាតហើយចំណុចដែលគូយើងបដោតលើគឺបម្រើសេវាសាធារណៈឲ្យបានល្អហើយត្រូវផ្សព្វផ្សាយតំបន់ទេសចរដែលស្អាតទៅកាន់បរទេសឲ្យច្រើននៅពេលដែលបរទេសគេមកលេងប្រទេសយើងក្នុងម្នាក់មកទស្សនាអ្វីដែលជារបស់យើងគឺត្រូវបង់ពន្ធបង់លុយម្នាក់ប៉ុន្មានលុយចូលយើងយន្តហោះមួយហោះចូលក្នុងប្រលានយន្តហោះរបស់យើងត្រូវបង់លុយប៉ុន្មានក្នុង1ម៉ោងហើយលុយចូលជាតិរបស់យើងក្នុងមួយថ្ងៃមានចំនួនប៉ុន្មានហើយទំនិញផលិតផលដែលកូនខ្មែរយើងផលិតអាចលក់ដូរនៅក្នុងប្រទេសរបស់យើងបានច្រើនហើយប្រជាជនរបស់យើងក៏មានការងារធ្វើច្រើនប្រជាជនក៏អាចបង្កើតការលក់ដូររបស់របរដែលយើងផលិតទៅឲ្យបរទេសដែលមកលេងហើយក៏អាចនាំចេញទៅកាន់បរទេសបានលុយចូលជាតិរបស់យើងគឺមួយថ្ងៃមានចំនួនប៉ុន្មាននេះគ្រាន់តែជាការគិតនៅក្នុងផ្នត់គំនិតរបស់អាត្មាភាព